ដោយចៃដន្យសៀវហួរបានប្រទះឃើញនាគយក្សមួយក្បាលងាប់ក្នុងទឹកពេលចូលទៅពិនិត្យស្រាប់តែវិញ្ញាណនាគនោះចូលក្នុងមាត់គេស្មានថាខ្លួននឹងស្លាប់ទៅហើយតែបែរជាមានរឿងចម្លែកកើតឡើងរាងកាយរបស់គេបានផ្លាស់ប្ដូរយ៉ាងខ្លាំងកម្លាំងកើនឡើងខ្លាំងហើយអាចចាប់ត្រីបានយ៉ាងងាយស្រួលសូម្បីតែត្រីនេះដែលមានទម្ងន់ដល់ទៅ100គីឡូក្រាមក៏គេចាប់បានដែរក្រោយដឹងថាខ្លួនផ្លាស់ប្ដូរសៀវហួរបានយកត្រីទៅលក់នៅផ្សារភ្លាមស្រាប់តែអ្នកមានម្នាក់ចាប់អារម្មណ៍លើគេពេលមានព្រាមទៅជួបក៏ត្រូវអ្នកបម្រើខកចិត្តដែលអ្នកបម្រើនោះអះអាងថាខ្លួនស្គាល់សៀវហួរច្បាស់ហើយចំអកថាគេជាអ្នកនេសាទដែលមិនដែលចាប់បានត្រីសូម្បីតែមួយក្បាលមិនទាន់ទាំងដាច់ពាក្យផងសៀវហួរបានយកត្រីឆ្ដោធំមួយក្បាលចេញពីក្នុងកន្ត្រកធ្វើឲ្យអ្នកគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងនេះត្រីឆ្ដោធំលេះខ្ញុំទើបតែធ្លាប់ឃើញលើកដំបូងអ្នកមាននោះទិញត្រីក្នុងតម្លៃ$5,000ហើយចង់សហការជាមួយគេតែអ្នកបម្រើនៅតែមិនជឿថាគេអាចចាប់បានត្រីទី2ទៀតគេប្រកាសថាត្រីធំក្នុងទន្លេនេះពិបាកចាប់ណាស់សៀវហួរទើបប្រកាសមកថាខ្លួនអាចចាប់ត្រីនោះបានដោយប្រើតែដំបងសេមួយដើមមួយវិនាទីក្រោយមកសៀវហួរបានដឹងថាខ្លាទឹកកំពុងតែមកជិតមាត់ទន្លេគេមិនបង្អង់យូរឡើយក៏ចាក់ត្រីតូចមួយក្បាលដាក់នុយរួចប្រើពូថៅនេសាទកំពុងក្តាន់ដើម្បីទាក់ទាញចំណាប់អារម្មណ៍ខ្លាទឹកដូចដែលសៀវហួរបានទុកមែនខ្លាទឹកក៏ចាប់អារម្មណ៍វាបានខំនុយភ្លាមតែម្ដងនៅពេលដែលសៀវហួរអូស្ត្រាលីនោះឡើងពីលើផ្ទៃទឹកបងខ្លាយរបស់គេក៏បានស្គាល់ភ្លាមថាវាគឺជាខ្លាទឹកឪពុកភ្នែកមិននឹកស្មានដល់ថាសៀវហួរពិការខ្លាំងដល់ថ្នាក់នេះអាចនេសាទបានខ្លាទឹកមែនប៉ុន្តែនៅពេលដែលសៀវហួរព្រាមនឹងលើកដងនេះឡើងដងនុយយូសេស្រាប់តែប្រេះបែកជាងជើបង្ហាញស្នាមញញឹមដោយជោគជ័យហើយថ្មថាគេច្បាស់ជាចាញ់ទេដែលគេព្រាមមើលរឿងកំ pl ែងរបស់សៀវហួរស្រាប់តែមានរឿងមួយដែលធ្វើឲ្យអ្នកទាំងអស់គ្នាមិននឹកស្មានដល់给我起！សៀវហួរពឹងផ្អែកលើកម្លាំងនាគទើបអាចនេសាទខ្លាទឹកបានដោយប្រើត្រឹមដងនុយយូសេអ្នកគ្រប់គ្នាឃើញហើយសុទ្ធតែសរសើរមិនដាច់ពីមាត់ឪពុកភ្នែកឃើញខ្លាទឹកធំបែបនេះក៏ចំណាយប្រាក់5,000ដើម្បីទិញយករួចថប់នាមបានឲ្យសៀវហួរដើម្បីចាក់ទងទិញត្រីបន្តទៀតក្រោយលក់ត្រីរួចសៀវហួរក៏ទៅកាន់នាងខ្ញុំក៏ត្រឡប់ទៅផ្ទះជាមួយប្អូនស្រីតែនឹកស្មានមិនដល់ថាប្អូនស្រីដែលធ្វើការនៅផ្ទះអ្នកនាងត្រូវបានអ្នកគ្រប់គ្រងផ្ទះចាប់ប្រកាន់ថាលួចត្រីដ៏មានតម្លៃក្នុងស្រះហើយបង្ខំឲ្យសងសំណងខ្ញុំដឹងច្បាស់ថាប្អូនស្រីមិនមែនជាមនុស្សបែបនេះទេដោយកំហឹងខ្ញុំក៏សម្រេចចិត្តរកយុទ្ធធម៌ឲ្យប្អូនស្រីភ្លាមមួយសន្ទុះក្រោយមកខ្ញុំក៏នាំប្អូនស្រីទៅដល់មាត់ស្រះអ្នកនាងខ្ញុំមើលមួយផ្លែក៏ឃើញត្រីឆ្លាមធំមួយក្បាលនៅបាតស្រះដែលវាបានស៊ីត្រីដែលបាត់នោះអស់ហើយពេលនោះអ្នកគ្រប់គ្រងផ្ទះក៏មកដល់ហើយអះអាងថាត្រីក្នុងស្រះបាត់អស់ចំនួន5ក្បាលគឺចាប់ប្រកាន់ប្អូនស្រីខ្ញុំថាគេចោលលួចហើយបង្ខំឲ្យសងសំណងបើមិនដូច្នោះទេគេនឹងដឹងទៅលុយតើអ្នកមានភស្តុតាងអ្វីមកបញ្ជាក់ថាប្អូនស្រីខ្ញុំជាអ្នកលួចមិនចាំបាច់ត្រូវការភស្តុតាងទេពួកអ្នកក៏ដូចជាពួកឯងខ្ញុំឃើញច្រើនណាស់រឿងលួចបន្លំគ្រាន់តែជារឿងតូចតាចទេរឿងធំបំផុតរបស់ពួកឯងគឺការកុហកប្រដៅខ្ញុំបានសាប់ចោលយ៉ាងលឿនពួកយើងជាបងប្អូនពឹងផ្អែកលើគ្នាទៅវិញទៅមកមិនដែលត្រូវបានគេអ្នកនេះបែបនេះទេពួកឯងមិនមានបំណងចង់សងសំណងមែនទេបើអញ្ចឹងកុំបន្ទោសខ្ញុំថាគ្មានមេត្តាមកនេះចាប់ចោលទាំងពីរអ្នកនេះឲ្យបានចង់ស្លាប់មែនទេ